សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកពីប្រធានបទអំពីសិលនិងសភាវៈពិតបងប្អូនប្រកាសជាឆ្ងល់ហើយថាមនុស្សដែលមានសំណុំសង្វារខាងមនីអេសីឬជាតួអង្គនេកមហានគរបុព្វបុរសខ្មែរតើគេសម្គាល់យ៉ាងដូចម្ដេចសញ្ញាដែលសម្គាល់នោះតាំងពីទូចនោះគឺថាខ្លួនខ្ញុំផ្ទាល់គឺសញ្ញាសម្គាល់ទី1មិនចូលចិត្តស្រីញីអូនបងស្រីស្រាលបែងជាមនុស្សអភ័ព្វស្នេហ៍ស្រឡាញ់គេតែម្នាក់ឯងឬជួយគេបានតែទុកពេលចូលព្រៃហាក់មានក្តីសុខភ្លាមពេលនៅម្នាក់ឯងហាក់មានអារម្មណ៍ថាអន់ចិត្តឬនឹករឿងអ្វីមួយតែមិនដឹងជារឿងអ្វីឬនឹកគូស្នេហ៍ចាស់ពីអតីតជាតិសញ្ញាបែបនេះគឺអង្គបារមីលោកនៅក្បែរឬពេលធ្វើការអ្វីមួយឬជាមនុស្សមានបញ្ហាមិនចេះចប់អស់ពីរឿងមួយចូលរឿងមួយបើជាតួអង្គនេកវិញមានរាងស្គមភ្នែកធំភ្នែកមានមុនស្នេហ៍ឬពេលខឹងមនុស្សម្ដងដាក់ផងខ្លាចភ្នែកនេកខ្លាំងណាស់ហើយនេកជាមនុស្សម៉ត់ចត់នោះដែលជានេកមកកើតម៉ត់ចត់ព្រោះឯនៅឋានប្រជុំនេកមានវិន័យតឹងរ៉ឹងណាស់នេកទទួលបណ្ដាំថាថែព្រះពុទ្ធសាសនាឲ្យគង់វង្សជារៀងរហូតអញ្ចឹងហើយទើបមនុស្សដែលជានិកមកកើតគ្រប់បប្រតិបត្តិព្រះពុទ្ធសាសនាយ៉ាងម៉ត់ចត់ហើយមនុស្សដែលជានិកមកកើតគឺស្រឡាញ់គ្រឿងអលង្ការខ្លាំងណាស់ចូលចិត្តគ្រឿងអលង្ការឬគ្រឿងក្រអូបផ្សេងនិងជាមនុស្សស្រឡាញ់ទឹកដីមហានគរខ្មែរហើយចូលចិត្តគោរពប្រតិបត្តិធម៌តាំងតែពីទូចមកម្លេះជាចុងក្រោយនេះក៏សូមអរគុណដល់ពុកម៉ែបងប្អូនដែលបានតាមដាន Channel ព្រះពោធិសត្វបារមីមហានគរខ្មែរសូមអរគុណ